នេះខ្ញុំនឹងចែករំលែកអ្នកគ្នាអំពី3ក្បាច់ក្នុងការហាត់ចូលសាច់ដុំខ្នងដែលជាក្បាច់ដែលខ្ញុំចូលចិត្តបំផុតហើយវីដេអូនេះគឺជាវីដេអូនៅក្នុងដំណើរក្នុងការហាត់ប្រាណពីគីឡូ62ទៅកាន់គីឡូ70របស់ខ្ញុំគឺខ្ញុំនឹងហាត់តម្លើងគីឡូខ្លួនឯងពីគីឡូ62ទៅកាន់គីឡូ70ត្រឹមរយៈពេល60ថ្ងៃប៉ុណ្ណោះហើយថ្ងៃនេះគឺជាថ្ងៃទី9ហើយក្បាច់ទី1ដែលខ្ញុំចាប់ផ្ដើមដំបូងគេគឺ lat pull down អ្នកគ្នាក្បាច់នេះគឺវារៀងងាយស្រួលដែរសម្រាប់អ្នកចាប់ផ្ដើមថ្មីយើងគ្រាន់តែទាញវាធម្មតាដោយរក្សា form អីឲ្យស្អាតហើយយើងលេងគីឡូ2 CL ទៅធន់អ្នកគ្នាក្បាច់នេះបើសិនជាយើងលេងគីឡូបានកាន់តែធន់កាន់តែល្អយូរហ្មងព្រោះអីក្បាច់នេះគឺវាចូលសាច់ដុំស្លាបរបស់យើងអ្នកគ្នាក្បាច់ lat pull down ហ្នឹងបន្តមកទៀតគឺខ្ញុំលេង exercise មួយទៀតគឺ single arm lat pull down ហើយក្បាច់មួយនេះគឺវា target ស្លាបខាងក្រោមអា lower lat របស់យើងហ្នឹងតែសម្រាប់ក្បាច់មួយនេះ form របស់ខ្ញុំអត់ទាន់ត្រូវស្អាតទេអ្នកគ្នាបើអ្នកគ្នាចង់ចេះក្បាច់មួយនេះឬក៏ចង់ហាត់អីចឹងអ្នកគ្នាអាចsearch បន្ថែមនៅក្នុង YouTube ឬក៏ TikTok អីបានមានគេបរៀនច្រើនណាform របស់ខ្ញុំគឺខ្ញុំនៅស្ទើរទេក្បាច់មួយនេះខ្ញុំទៅរៀនដែរទេគ្រាន់តែពេលហាត់ក្បាច់មួយហ្នឹងគឺវាចូលស្លាបយើងរៀងខ្លាំងជាងទៅបាទខ្ញុំព្យាយាមហាត់ក្បាច់មួយហ្នឹងហើយបន្ទាប់ពីហាត់ក្បាច់ហ្នឹងចប់ខ្ញុំក៏ចូលក្បាច់មួយទៀតដែលក្បាច់មួយនេះខ្ញុំអត់សូវច្បាស់ឈ្មោះវាទេគ្រាន់តែក្បាច់មួយហ្នឹងគឺយើងទាញខ្សែហ្នឹងដូចអ្នកគ្នាបានឃើញអញ្ចឹងមកត្រឹមខាងក្រោមឆ្ការបស់យើងនិយាយទៅបើសិនជាយើងទាញរៀងលើខ្ពស់របៀបត្រឹមក្បាលរបស់យើងអាហ្នឹងវាចូលស្មាខាងក្រោយផ្សេងអ្នកគ្នាបើយើងទាញត្រឹមក្រោមឆ្កាអាហ្នឹងវា target ចូល upper back របស់យើងហើយនឹងចូលស្មាខាងក្រោយរបស់យើងតិចតួចដែរនិយាយទៅបើសិនអ្នកគ្នាស្គាល់ឈ្មោះក្បាច់មួយនេះកុំភ្លេចជួយ comment ប្រាប់ខ្ញុំផងព្រោះខ្ញុំអត់ស្គាល់ខ្ញុំប្រហែលឈ្មោះតែខ្ញុំអត់ច្បាស់ថាវាឈ្មោះអីប្រកបទេហើយបន្តមកទៀតគឺយើងចូលដល់ជើងហើយអ្នកគ្នាហើយក្បាច់ខាត់ជើងដែលខ្ញុំកំពុងលេងនេះគេហៅ leg extension សម្រាប់ក្បាច់នេះវាចូលកភ្លើខាងលើរបស់យើងនិយាយទៅអ្នកគ្នារក្សាតម្រង់រក្សា form យើងឲ្យស្អាតទៅហើយដាក់គីឡូមកល្មមអ្នកគ្នាលេងបានទៅហើយបន្ទាប់ពីចប់ខ្ញុំក៏ចូលលេង leg press អ្នកគ្នានិយាយទៅក្បាច់លេងជើងខ្ញុំអត់សូវលេងច្រើនប៉ុន្មានទេព្រោះអីអ្នកគ្នាដឹងខ្ញុំទៅមកពីហាត់នៅម្សិលមិញនៅអញ្ចឹងទៅយើងកម្លាំងវាអត់ទាន់ពេញទេហើយខ្ញុំអត់ចង់ឲ្យលេងជើងចូលខ្លាំងពេកតែលេងជើងចូលខ្លាំងពេកវាឈឺខ្លាំងអញ្ចឹងទៅចាំពេលចាប់ផ្ដើមហាត់បានប្រហែល2អាទិត្យអីបានចាប់ផ្ដើមបុកហាត់ជើងលេងគីឡូធ្ងន់ៗយូរហ្មងសម្រាប់ឥឡូវគឺជើងខ្ញុំលេងគីឡូស្រាលៗហើយអ្នកគ្នាគីឡូស្រាលមកហឹងយូរហ្មងហើយក៏លេង set ហើយនឹង rep តិចដែរនិយាយទៅលេងអស់ច្រើនហើយ2 3 set ហើយ rep តែ8ទៅ10 rep អីខ្ញុំឈប់លេងឯងព្រោះអត់ចង់ឲ្យវាឈឺខ្លាំងហើយសម្រាប់វីដេអូថ្ងៃហ្នឹងគឺមានប៉ុណ្្នឹងឯអ្នកគ្នាហើយសង្ឃឹមថាក្បាច់ដែលខ្ញុំចែករំលែកទៅអាចជួយអ្នកគ្នាបានខ្លះៗដែរព្រោះខ្ញុំដឹងថាគ្នាយើងដែលគាត់ចង់ចាប់ផ្ដើមហាត់ប្រាណអីចឹងគាត់អត់ដឹងហាត់ពីណាទៅណាអីចឹងអញ្ចឹងទៅកុំខ្លាចត្រូវតែហ៊ានទៅជាមហើយខ្ញុំរៀបcommentឲ្យអ្នកគ្នាយកឈ្មោះក្បាច់ដែលខ្ញុំប្រាប់ហ្នឹងយកទៅ research បន្ថែមនៅក្នុង TikTok ឬក៏ YouTube ហ្នឹងដែលគេបង្ហាត់ហ្នឹងព្រោះអីទម្រង់ខ្ញុំហាត់ក៏អត់សូវត្រូវម៉ានដែរអញ្ចឹងទៅអ្នកគ្នាគួរតែ search បន្ថែមអីចឹងណា